គាត់ធានាថាអ្នកឈឺជាកេះប្រភេទណាភេទអីក៏ជាដែរគាត់ថាបើមិនជាទេឲ្យជេរគាត់ដាក់ប្រាសាគាត់ទៅណាបើគាត់ធានាព្រោះគាត់នៅចំនួនពលពតគាត់ដឹងឆ្នាំនឹងមកគាត់ប្រើប្រកែស័ក្តិសិទ្ធិទាំងអស់រួមសរុបទាំងអស់មាន7មុខបងម៉ែបងប្អូនបាទថាឲ្យតែឈឺជាកេះម៉ាក់ស្អីក៏ជាដែរគាត់ថាចង់ឈឺជាកេះម៉ាក់អីក៏ដេកមិនលក់ដល់ថ្នាក់លមាត់លមូឈឺខ្លាំងមែនទេណាបាទអញ្ចឹងគាត់ក៏ឃើញខ្ញុំប្រហោះតែឆ្នាំហ្នឹងទៅគាត់ក៏សុំចូលរួមគាត់ថាបងប្អូនឯងយកឆ្នាំនេះឲ្យទៅប្រហោះចែកជូនបងប្អូនមួយទៅឲ្យគាត់រស់ហូបខ្លួនឯងទៅគាត់ថាប្រកែណាបាទសម្បីតែគាត់នៅដល់អាមេរិកហើយនោះគាត់រស់ពីខ្មែរទៅទុកឲ្យបងប្អូននៅអាមេរិកហូបដូចគ្នាបាទផ្ញើទៅពីខ្មែរទៅណាបាទអញ្ចឹង7មុខបងប្អូនឆ្នាំបំបត្តិការឈឺចង្កេះបាទបានពីលោកអ៊ំនៅសហរដ្ឋអាមេរិកបាទអញ្ចឹងបងប្អូនដល់ឥឡូវយើងមកស្គាល់ថា7មុខមានដើមអីខ្លះបងប្អូនឥឡូវចាប់នេះមុនបាទនេះបងប្អូនដើមត្បាល់កិនហ្នឹងហើយតែវាមិនសូវល្អទេបងប្អូនរឿងរួញមិនដូចវាត្រូវឆ្នាំគេមិនដើមត្បាល់កិននេះដកយកឫសវាបងប្អូនគាត់ឲ្យដកយកតែឫសទេណាបាទដកយកឫសវាបាទត្បាល់កិនទី1ហើយទី2ដើមលលួសបងប្អូននៅពីដើមសម្បូរចាស់ក៏ដាំតាមលបងអានេះខ្ញុំនៅពីក្មេងចូលចិត្តស្ងោជាមួយស្អំជាមួយអីហ្នឹងលក់បាញ់ឆែវលក់នំគ្រក់អីហ្នឹងដើមលលួសបាទដើមលលួសកាប់យកដើមវាអត់ជីកឫសទេកាប់យកដើមវាមកកច្រាំមកបាទទី2ដើមរលួសបាទរីឯទី3នេះគឺ7ប្រក់ផ្លែនឹងឯងបងប្អូនបាទទី3 7ប្រក់ផ្លែបាទ7ប្រក់ផ្លែដកទាំងដើមទាំងឫសបាទមកកច្រាំហាលឲ្យស្ងួតដូចគ្នាបាទទី4គឺសម្បកស្ដុកស្ដោបាទសម្បកស្ដុកស្ដោទី4ទី5គឺបន្លាប្រក្លបបាទមើលផ្កាគេបន្លាប្រក្លបបាទរីឯទី6គល់ក្រី3គល់បាទគល់ក្រីស្រស់3គល់ទី7ម្រេចប្រើ7គ្រាប់បាទនេះម្រេចគ្រាប់យើងណាប្រើ7គ្រាប់អញ្ចឹងមកបញ្ជាក់ពុកម៉ែបងប្អូនណាបាទដកគល់ត្បាល់កិននេះដកយកតែគល់បាទត្បាល់កិនគាត់ឲ្យដកយកឫសវាគេច្រាំហាលឲ្យស្ងួតចាប់មកក្តាប់មកបាទដើមរលួសកាប់មេឃក៏បានធៀងក៏បានអត់យកស្លឹកទេយកទៅធៀងវានេះអាមេឃវាអញ្ចឹងគេច្រាំហាលស្ងួតចាប់យកមកក្តាប់ដែរបាទរីឯ7ប្រក់ផ្លែបាទលាងទឹកស្អាតគេច្រាំឲ្យហាលស្ងួតចាប់មកក្តាប់ដែរនិយាយទៅមកស្មើភាពគ្នាបងប្អូនសម្បកស្ដុកស្នោហាលស្ងួតមកក្តាប់ដែរបន្លាប្រក្លបមកក្តាប់ដែរស្ងួតដូចគ្នាណាបាទគល់ក្រីប្រើស្រស់3គល់បាទប្រើស្រស់3គល់ហើយម្រេចប្រើ7គ្រាប់បាទដាក់7គ្រាប់ដំវាបែកដាក់ចូលទៅប្រើជាមួយនឹងទឹក2លីត្រក៏ថាដាំហូបធម្មតាហ្នឹងមិនបាច់ទឹក3ទឹក1ទេប៉ុន្តែឲ្យហូបមួយថ្ងៃ3ដងម្ដងកន្លះលីត្របាទចាស់ពីដើមគាត់ថាឲ្យហូបមួយត្រឡោកដូងមិនពីដើមគាត់ប្រើត្រឡោកអញ្ចឹងគាត់ថាព្រឹកមួយត្រឡោកថ្ងៃមួយត្រឡោកងាកមួយត្រឡោកគាត់ថាហូបអត់តែមួយឆ្នាំហ្នឹងឈឺចង្កេះបាត់ដូចជាបេះអញ្ចឹងគាត់ថាប្រកែណាឆ្នាំហ្នឹងបងប្អូនអើយអញ្ចឹងគាត់ឲ្យខ្ញុំជួយផ្សាយអញ្ចឹងគាត់ថ្លែងអំណរគុណលោកអ៊ំដែរនៅទៅដល់សហរដ្ឋអាមេរិកហើយគាត់ក៏បានឆ្លៀតចូលរួមនៅឆ្នាំបុរាណខ្មែរយើងគាត់មិនភ្លេចទេបាទគេវប្បធម៌